បាទ for you សូមគ្រប់ជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែតាមដានស័ព្ទនៅសង្គម YouTube ទាំងអស់បាទ for you នឹងលើកយកព័ត៌មានមួយចំនួនចែកជូនប្រិយមិត្តទាំងអស់បាទព័ត៌មានជាដំបូងមួយចំណងជើងថាយេហ៊ីគ្រាន់តែដាស់មិនព្រមភ្ញាក់សោះវាយប្រពន្ធដល់ស្លាប់បាទចឹងព័ត៌មានមានសេចក្តីយ៉ាងណាប្រិយមិត្តទាំងអស់តាមដានស័ព្ទទាំងអស់គ្នាបាទហើយសូមជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបាននូវព័ត៌មាននៅពេលក្រោយៗទៀតបាទខេត្តកំពតបាទបរិះវ័យចំណាស់ម្នាក់ត្រូវបានកងនគរបាលខេត្តកំពតបញ្ជូនខ្លួនមកកាន់សាលាដំបងខេត្តកាលពីព្រឹកថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2017ការបញ្ជូនបរិះចំណាស់រូបនេះមកកាន់សាលាដំបងខេត្តសួរនាំបន្ទាប់ពីបរិះជាប្តីបានវាយប្រពន្ធចុងចំនួន3ដងរែកកាលពីវេលាម៉ោង3 ទៀបភ្លឺថ្ងៃទី18ខែវិច្ឆិកាកន្លងទៅថ្មីនេះបាទលោកឈឹមឈៀងប្រធានការិយាល័យនគរបាលព្រំប្រទានកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2017នេះថាបាទបរិះជាជនសង្ស័យសម្រាប់ប្រពន្ធចុងនេះឈ្មោះថាចិនខុំបាទអាយុ55ឆ្នាំនៅភូមិគោកចិនលែងបាទឃុំថ្មីស្រុកទឹកឈូបាទរីឯស្ត្រីជាប្រពន្ធជាជនរងគ្រោះមានឈ្មោះថាជាមរឹមអាយុ52ឆ្នាំត្រូវបានបរិះជាប្តីឈ្មោះចិនខុំបានវាយ3ដងរែកបែកក្បាលជនសង្ស័យវាយប្រពន្ធឲ្យស្លាប់បានប្រាប់កងនគរបាលថាខ្លួនពិតជាបានវាយសម្លាប់ប្រពន្ធមែនដោយសារតែស្ត្រីជាប្រពន្ធចុងរូបនោះបានផឹកស្រាស្រវឹងជេររូបគាត់ជាប្តីជាញឹកញាប់បាទជនសង្ស័យបានប្រាប់នគរបាលថានៅមុនពេលកាត់ហេតុប្រពន្ធដើមនិងប្រពន្ធចុងបានផឹកស្រាស្រវឹងហើយដេកទាំងខ្លួនអាក្រាតនៅនឹងដីពេលគាត់ជាប្តីឃើញបានដាស់ស្ត្រីឈ្មោះហឹមខនត្រូវជាប្រពន្ធដើមចំនួន3ដៃនិងប្រពន្ធចុងឈ្មោះជាមរឹមរឹងរូសមិនព្រមឡើងស្លៀកពាក់ខោអាវទើបខ្លួនបានវាយរហូតតល់តែស្លាប់បាត់បាទចឹងអស់ហើយបាទចឹងគឺគាត់ចាស់ហើយបាទគាត់នៅចិត្តឆេវឆាវបាទនៅវាយប្រពន្ធរហូតដល់ស្លាប់បាត់បាទចាស់ហើយគាត់ក៏ទៅរវត្តរវារធွာរអាយទេបាទទៅជាវាយប្រពន្ធរហូតដល់ស្លាប់ទៅវិញបាទហើយប្រពន្ធហ្នឹងគឺទាំងប្រពន្ធចុងប្រពន្ធដើមគាត់នាំគ្នាហូបស្រាស្រវឹងបាទគាត់គេងនៅលើដីបាទទាំងអាក្រាតកាយបាទអញ្ចឹងទៅក៏ប្តីឃើញក៏ដាស់ឲ្យភ្ញាក់ដើម្បីទៅស្លៀកពាក់បាទទៅរកកន្លែងគេងឲ្យស្រួលបួលតែប្រពន្ធចុងគាត់រឹងរូសបាទរហូតដល់ប្តីបានវាយរហូតដល់ស្លាប់បាត់ទៅហើយបាទចឹងក៏សូមបញ្ចប់នៅព័ត៌មាននេះផងដែរបាទលោកវាយរំប្រិយមិត្តទាំងអស់មកតាមដានជាមួយព័ត៌មានមួយទៀតបាទដែលមានចំណងជើងថាវ៉ាចែងក្នុងស្ថានភាពគ្រោះថ្នាក់ពន្លះម៉ូតូទាំងកំរោលបាទលើតាណាសាទាំងអស់គ្នាបាទកំពុងធំបាទឧបទ្ទវហេតុមួយបានកើតឡើងកាលពីវេលាម៉ោង 10:50 នាទីយប់ថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2017នៅលើកំណត់ផ្លូវជាតិលេខ6ចន្លោះគីឡូម៉ែត្រលេខ194-195ស្ថិតនៅភូមិសានគរឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំដែលបង្កឡើងរវាងរថយន្តបុកម៉ូតូក្នុងទិសដៅផ្ទុយគ្នាបណ្ដាលឲ្យរបួសធ្ងន់មនុស្ស2នាក់បាទបើយោងតាមប្រភពពីកន្លែងកើតហេតុប្រាប់ថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកាមរីគូតស្វិតមួយគ្រឿងពណ៌ផ្ទៃមេឃពាក់ស្លាកលេខខ8894ផព2បើកបរនៅក្នុងទិសដៅពីកើតទៅលិចក្នុងលបឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្កក៏បានបើកវ៉ាចែងរថយន្តមួយគ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏បានជ្រុលចង្កូតទៅបុកនឹងម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1X7232 បាទបើកបរពីលិចទៅកើតបញ្ច្រាស់ទៅគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យខ្ទេចម៉ូតូ
នឹងរងរបួសធ្ងន់ពីអ្នកបន្ទាប់ពីបង្កហេតុរួចអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បាទចំណែកជនរងគ្រោះបាទជនរងគ្រោះអ្នកបើកបរម៉ូតូបាទមានឈ្មោះថាច័ន្ទសាវឿនភេទប្រុសអាយុ23ឆ្នាំបាននៅភូមិស្រែថ្នងឃុំរមនីស្រុករវៀងខេត្តព្រះវិហារបាទរងរបួសធ្ងន់មានពាក់មួកសុវត្ថិភាពបាទនឹងអ្នករួមដំណើរជាមួយម្នាក់ទៀតសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយពីព្រោះរងរបួសធ្ងន់ពេកបាទមានពាក់មួកសុវត្ថិភាពដូចគ្នាបាទជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាទសមត្ថកិច្ចបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកវ៉ាចេញក្នុងស្ថានភាពគ្រោះថ្នាក់វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីបំពេញសំណុំបែបបទចាត់ការតាមនីតិវិធីបាទចឹងអស់ហើយបាទចឹងគឺដោយសារតែបាទវ៉ាចេញបាទខ្វះការប្រុងប្រយ័ត្នបាទទៅបុកម៉ូតូដែលគាត់កំពុងតែធ្វើដំណើរពេញច្រាស់ទិសគ្នាបាទហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បាទឥឡូវយើងចូលទៅមើលរូបភាពមួយចំនួនខាងក្រោមបាទនេះគឺជាម៉ូតូបាទនេះគឺរថយន្តបង្កបាទម៉ូតូជនរងគ្រោះបាទចឹងព័ត៌មាននេះក៏សូមបញ្ចប់ផងដែរបាទឡើងវាយរំប្រិយមិត្តទាំងអស់មកតាមដានព័ត៌មានមួយទៀតបាទដែលមានចំណងជើងថានៅស្ងៀមសោះត្រូវបុកដោយមិនដឹងខ្លួនបាទលើតាណាស័ព្ទទាំងអស់គ្នាបាទខេត្តកណ្ដាលបាទស្ត្រីម្នាក់បានស្លាប់ភ្លាមនៅក្បែរផ្លូវដោយសារត្រូវរថយន្តមួយគ្រឿងបើកបរបុកទាំងកំរោលដែលគាត់ចតម៉ូតូឈប់នៅក្បែរផ្លូវកាលពីម៉ោង 10:30 នាទីព្រឹកថ្ងៃទី21វិច្ឆិកាស្ថិតនៅក្បែរផ្លូវជាតិលេខ 8 ចំណុចភូមិអន្លង់ឃុំប្រែតម៉ាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបាទជនរងគ្រោះដែលស្លាប់ឈ្មោះខៀវវីបាទអាយុ63ឆ្នាំនៅភូមិអន្លង់ឃុំប្រែតម៉ាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលស្លាប់នៅកន្លែងកើតហេតុបាទរថយន្តបង្កពណ៌សបាទពាក់ស្លាកលេខភ្នំពេញ 2X បាទ 2X 6756បើកដោយឈ្មោះង៉ែតពុតបាទអាយុ20ឆ្នាំនៅភូមិចំណាក់ចំបក់ឃុំសំរោងលើស្រុកបន្ទាយមាសខេត្តកំពតបាទបើកពីត្បូងបាត់ទៅលិចបាទលុះមកដល់កន្លែងកើតហេតុរថយន្តខាងលើបានបើកចេញពីសិប្បកម្មផលិតទឹកត្រីទៅលក់អេតចាយលុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងពណ៌ក្រហមស្លាកលេខភ្នំពេញ 1K0297 បើកដោយឈ្មោះមួនសល់បាទភេទប្រុសអាយុ41ឆ្នាំនៅភូមិថ្មីឃុំសន្លង់បាទស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបណ្ដាលឲ្យរងរបួសស្រាលដែលបើកពីលិចទៅកើតរថយន្តខាងលើបានបើករាយចង្កូតទៅបុកនឹងម៉ូតូមួយគ្រឿងទៀតចតនៅស្ងៀមក្បែរផ្លូវដែលមានស្ត្រីម្នាក់នៅក្បែរនោះបណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុបាទក្រោយកើតហេតុអ្នកបើករថយន្តខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនមកកាន់អធិការនគរបាលចំពោះសម្ភារៈសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមនីតិវិធីបាទចឹងអស់ហើយគឺគាត់នៅសុកបាទគាត់នៅស្ងៀមបាទនៅចិត្តផ្លូវបាទក៏ទៅបុកគាត់បាទដោយមិនដឹងរឿងបាទឥឡូវគាត់ស្លាប់បាត់ហើយបាទឥឡូវចូលទៅមើលបាទជនដែលបើករថយន្តបង្កបាទនេះហើយគឺជាជនដែលបើករថយន្តបង្កបាទហើយគាត់បើកបរដូចជាខ្វះការប្រុងប្រយ័ត្នបាទទៅបុករថយន្តបុកម៉ូតូមួយហើយទៅបុកម៉ូតូមួយទៀតបាទលើស្លាប់ស្ត្រីម្នាក់បាទចឹងចូលរួមសោកស្ដាយផងដែរបាទចឹងការធ្វើដំណើររបស់បងប្អូនពុកម៉ែមុំមិញទាំងអស់បាទមានការប្រុងប្រយ័ត្នទាំងអស់គ្នា
បាទចំពីដែរខ្ញុំបាទ for you ក៏សូមអរគុណប្រិយមិត្តដែលតែងតែតាមដានស្ដាប់នៅ channel របស់ខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា